អំណាចនៃការឧស្សាហ៍ព្យាយាមក្នុងវ័យក្មេងគឺជាដំណាក់កាលនៃជីវិតដែលពោរពេញទៅដោយថាមពលក្តីសង្ឃឹមនិងគំនិតច្នៃប្រឌិតទូលំទូលាយយុវវ័យជាពេលសមរម្យបំផុតក្នុងការខិតខំធ្វើការរៀនអ្វីដែលថ្មីនិងសាកល្បងអ្វីដែលខ្លួនមិនធ្លាប់ហ៊ានធ្វើពីមុនការព្យាយាមរៀនរាល់ថ្ងៃទោះបីតិចតួចក្តីអាចបង្កើតការផ្លាស់ប្ដូរធំបាននៅថ្ងៃស្អែកការដកខ្លួនចេញពីតំបន់សុខស្រួល comfort zone ការប្រឈមមុខនឹងការភ័យខ្លាចរបស់ខ្លួននិងការមិនបោះបង់នៅពេលបរាជ័យគឺជាផ្លូវសម្រាប់កសាងអនាគតរបស់ខ្លួនឲ្យរឹងមាំនិងជោគជ័យក្នុងវ័យក្មេងអ្វីដែលអ្នកវិនិយោគដូចជាពេលវេលាកម្លាំងកាយចិត្តនិងការផ្ដោតគឺជាមូលដ្ឋានដ៏មានតម្លៃនាំទៅរកភាពជោគជ័យនាពេលក្រោយអ្នកប្រឹងប្រែងនៅថ្ងៃនេះនឹងឃើញលទ្ធផលនៅថ្ងៃស្អែកចំណែកអ្នកដែលមិនបានប្រឹងប្រែងមិនដែលទទួលបានលទ្ធផលទេមិត្តភាពនិងសង្គមល្អមិត្តភាពល្អអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានតាមរយៈការផ្ដល់ជាកម្លាំងចិត្តចំណេះដឹងការជំរុញទឹកចិត្តនិងទិសដៅសម្រាប់អនាគតមិត្តដែលល្អពិតគឺមនុស្សដែលលើកស្ទួយយើងឲ្យកាន់តែប្រសើរជួយលើកទឹកចិត្តអ្នកនិងជួយអ្នកឲ្យរឹងមាំនៅពេលជួបបញ្ហាសម្រាប់យុវជនការជ្រើសរើសមិត្តភ័ក្តិនិងការសេពគប់ជាមួយមនុស្សល្អៗនៅជុំវិញខ្លួនគឺមានសារៈសំខាន់ណាស់មនុស្សដែលអ្នកនៅជាមួយរៀងរាល់ថ្ងៃអាចជួយដល់ផ្លូវចិត្តអាកប្បកិរិយាទម្លាប់និងអនាគតរបស់អ្នកនៅជាមួយមនុស្សឧស្សាហ៍ព្យាយាមអ្នកក៏នឹងក្លាយជាមនុស្សឧស្សាហ៍ព្យាយាមដែរនៅជាមួយមនុស្សគិតអវិជ្ជមានឬចិត្តអាក្រក់អ្នកនឹងធ្លាក់ខ្លួនចូលទៅក្នុងទម្លាប់អាក្រក់ដូចគ្នានៅជាមួយមនុស្សមានទឹកចិត្តជួយនិងគិតវិជ្ជមានអ្នកនឹងក្លាយជាមនុស្សមានសុទិដ្ឋិនិយមនិងមានទំនុកចិត្តដូចគ្នាដែរសង្គមល្អមិនមែនជារឿងតូចតាចទេវាជាគ្រឹះដ៏សំខាន់សម្រាប់កសាងជីវិតនិងអនាគតរបស់យុវជនជ្រើសរើសមិត្តរបស់អ្នកប្រកបដោយភាពវៃឆ្លាតបើអ្នកចង់បានអនាគតល្អសម្រាប់ខ្លួនឯងយុវជននិងសុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃជាងគេដែលមិនអាចទិញលក់បានឡើយសម្រាប់យុវជនដែលកំពុងកសាងអនាគតកម្លាំងចិត្តនិងឱកាសថ្មីការថែរក្សាសុខភាពរបស់ខ្លួនតាំងពីដំបូងគឺមានសារៈសំខាន់ខ្លាំងណាស់ការហាត់ប្រាណតិចៗរៀងរាល់ថ្ងៃពី10ទៅ20នាទីអាចធ្វើឲ្យរាងកាយរឹងមាំជួយកាត់បន្ថយភាពតានតឹងនិងធ្វើឲ្យអារម្មណ៍មានភាពស្រស់ស្រាយការទទួលទានអាហារត្រឹមត្រូវកាត់បន្ថយអាហារអាំងចៀននិងមានរសជាតិស្ករខ្ពស់និងការទទួលទានបន្លែនិងផ្លែឈើជួយឲ្យរាងកាយមានថាមពលពេញលេញបន្ថែមពីលើនេះការដេកចន្លោះពី7ទៅ8ម៉ោងក្នុងមួយថ្ងៃជួយដល់ការគិតបានល្អការផ្ដោតកាន់តែខ្លាំងនិងប្រសិទ្ធភាពខ្ពស់នៅក្នុងការសិក្សានិងការងារយុវជនដែលគិតគូរដល់សុខភាពរបស់ខ្លួនជាធំពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ព្រោះរាងកាយរឹងមាំធ្វើឲ្យយើងគិតបានហ្មត់ចត់បំពេញការងារបានច្រើននិងទប់ទល់បញ្ហាបានល្អការថែរក្សាសុខភាពមិនមែនសម្រាប់តែថ្ងៃនេះទេប៉ុន្តែសម្រាប់ការកសាងអនាគតផងដែរនេះជាអាជីវកម្មល្អបំផុតចំពោះបងប្អូនដែលមានមុខរបរលក់ដូររួចហើយនៅទូទាំងប្រទេសសម្រាប់បន្ថែមប្រភពរកប្រាក់ចំណូលអមជាមួយអាជីវកម្មមានស្រាប់របស់បងប្អូន KT ជា franchise អាជីវកម្មផ្លូវមន់ស្លាប់មន់បំពងចុងស្លាប់មន់ក្រឡុកនិងប្រហិតជាច្រើនមុខដែលជា brand របស់កូនខ្មែរបង្កើតឡើងជាង10ឆ្នាំមកហើយនិងប្រើផលិតផលក្នុងស្រុករបស់ខ្មែរសូមជួយគាំទ្រផលិតផលខ្មែរដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ